Okay, so today អ្នកទាំងអស់គ្នា good evening everyone ថ្ងៃនេះចេញពីធ្វើការមកស្លៀកពាក់ហាត់ប្រាណអស់កម្លាំងបន្តិចប៉ុន្តែចង់ជជែកជាមួយបងប្អូនមួយចំនួនដែលបងប្អូនមានការងារហើយបងប្អូនដែលមិនទាន់មានការងារណាថ្ងៃនេះខ្ញុំចង់និយាយពី topic ទាក់ទងជាមួយនឹងជំនាញបន្ទាប់បន្សំមានន័យថា additional skill ដូចជាខ្ញុំចង់សំដៅទៅលើ administration skill ណា administration skill នេះគឺ skill admin ណាបងខ្លះគាត់មកទៅគាត់រៀនចប់វិស្វករគាត់រៀនចប់ផ្នែក web design ណាគាត់រៀនចប់ផ្នែក ITE ណាគាត់រៀនចប់ផ្នែក app រៀនចប់ផ្នែក marketing sales ផ្សេងប៉ុន្តែអ្វីដែលខ្ញុំចង់លើកមកយកមកនិយាយថ្ងៃនេះគឺទាក់ទងជាមួយនឹង general admin គឺសំដៅទៅលើវិស័យផ្នែក IT ព្រោះខ្ញុំរៀន IT ហើយខ្ញុំជួបប្រទះច្រើនទាក់ទងជាមួយនឹងបងប្អូនដែលគាត់រៀនបានខ្ពស់គាត់រៀនបានបញ្ញាបត្រគាត់មានសញ្ញាបត្រ IT គាត់មាន certificate ទាក់ទងនឹង Cisco ជាមួយនឹង product ផ្សេងច្រើនណា sales skill ផ្សេងៗពួកក្រុមរបស់ខ្ញុំយើងតែងតែ work ជាមួយនឹងផ្នែក IT ហើយនឹង sales ណាអញ្ចឹងខ្ញុំប្រទះច្រើនជាមួយនឹងបងប្អូនទាំងអស់នោះប្រទះយ៉ាងម៉េចគឺពួកគាត់ពេលតែភាគច្រើនគាត់ជាបទពិសោធន៍របស់ខ្ញុំណាពេលដែលគាត់មកសម្ភាសន៍គឺភាគច្រើនគាត់ដើម្បីដែលគាត់ធ្វើគឺគាត់មានជំនាញពីព័ន្ធមកតែគាត់ចេះផ្នែក ITE ផ្នែក IT ហ្នឹងមកប៉ុន្តែអ្វីដែលគាត់ខ្សោយរបស់គាត់ភាគច្រើនគឺទាក់ទងជាមួយនឹង general admin គឺខ្ញុំចង់សំដៅទៅលើដូចជាកម្មវិធី Microsoft Word Microsoft Excel Microsoft PowerPoint Outlook ពីព្រោះទាក់ទងជាមួយនឹងកម្មវិធីទូចៗអស់ហ្នឹងគឺចាំបាច់ណាហេតុអីពីព្រោះទោះបីតែយើងរៀនចប់បណ្ឌិតចប់ PhD ចប់កំពូល business ណា sales marketing technical អីក៏ដោយបើយើងអត់ចេះ general admin ហ្នឹងគឺបើយើងធ្វើការរាល់ថ្ងៃមិនដែលចោល Word Excel PowerPoint ទេតែប៉ុន្តែអ្វីដែលខ្ញុំ concern ខ្ញុំបារម្ភគឺពេលដែលគាត់មកគឺអ្នកខ្លះដៃគាត់មានតែដៃពីរគាត់ចុច computer ខ្ញុំពឹងគាត់បងប្អូនរៀនផ្នែក IT អីគាត់ជួយធ្វើ presentation slide គាត់អត់ចេះគាត់ត្រូវជួយធ្វើ report មកទៅគាត់អាចធ្វើ report អាចធ្វើតាម Word ណាតាម Excel ផ្សេងគាត់អត់ចេះហើយសួរគាត់ថាគាត់ធ្លាប់ប្រើ Outlook អត់គាត់ថាតែប្រើគាត់ប្រើ Gmail អញ្ចឹងមិនប្រកាសថាយើងរៀនរហូតដល់ចប់បញ្ញាបត្រយើងភ្លេចទូចហ្នឹងទេខ្ញុំ compare ខ្ញុំប្រៀបធៀបអបមកថាយើងជា sale យើងទៅជួបភ្ញៀវនៅក្រុមហ៊ុនមួយហើយខ្ញុំសួរថាបើយើងមិនឆ្លងកាត់សន្តិសុខយើងមិនទៅបានជួបផ្នែក admin គេផ្នែក purchasing គេណាផ្នែក IT CEO whatever ណា final managers របស់គេណា FM របស់គេយើងធ្វើមិនបានជួបគេបើយើងអត់បានឆ្លងកាត់សន្តិសុខអញ្ចឹងខ្ញុំប្រៀបធៀបនេះសំដៅថាបើសិនជាយើងអត់ចេះbasic admin នឹងផងហើយយើងទៅធ្វើការធំយ៉ាងម៉េចយើងត្រូវចេះពីអាតូចនឹងទៅសិនណាអញ្ចឹងបងប្អូនចង់ចំណុចនេះខ្ញុំចង់សង្កត់ធ្ងន់ថាបើសិនជាយើងរៀនបានខ្ពស់ហើយព្យាយាមរកសាលាណាបន្តិចតួចទៅចូលរៀនទៅណាការងារដែលចាំបាច់គឺមានថា Microsoft Word Excel ណា PowerPoint Outlook ណានឹងកម្មវិធីបន្តិចតួចផ្សេងទៀតទាក់ទងជាមួយនឹង website ផ្សេងយើងត្រូវសិក្សាស៊ីជម្រៅវាណាឲ្យដឹងពីវាពីព្រោះទៅណាក៏យើងប្រើនឹងដែរទោះបីយើងទៅក្រុមហ៊ុនស្តង់ដារណាមួយក៏ត្រូវតែប្រើពួកហ្នឹងដែរទោះបីគេមានកម្មវិធីជា accountant ជា HR ជា sales control អីផ្សេងណាក៏គេត្រូវការ general application ទាំងអស់នឹងដើម្បីប្រើដែរហើយនេះគឺជាអ្វីមួយដែលយើងតែងតែឃើញយើងតែងតែខ្វះខាតមកថាបងឯងធ្វើការនៅក្រុមហ៊ុនមួយនៅពេលដែលបងចេះ PowerPoint top document គេពឹងមេគេពឹងទៅបងឯងឲ្យបងជួយធ្វើ presentation slide មួយពីព្រោះស្អែកយើងទៅជួបអតិថិជនគឺគាត់ចេះហើយចុះបើគាត់អត់ចេះ
មីមើកមកទឹកធ្វើមិនហើយផងgeneral accountant ដែលទៅ Microsoft Excel អ្នកបើសិនជាយើងចេះបន្តិចតួចយើងធ្វើ calculation គណនា project ផ្សេងបើសិនជាយើង project manager យើងមិនចាំបាច់ទៅចេះស៊ីជម្រៅទេគាត់តែចេះបូកចេះដកចេះគុណចេះចែកណាចេះចង់រូបមន្តអីបន្តិចតួចទៅបានណាដូចជា Outlook គឺឧទាហរណ៍ថាយើងចេះបង្កើត account យើងចេះផ្ញើ mail យើងចេះសរសេរត mail ផ្សេងមកនិយាយស្មោះត្រង់ទៅក្មេងៗមកសម្ភាសកន្លែងខ្ញុំគឺភាគច្រើនគឺទៅមករៀននៅកន្លែងធ្វើការគាត់អត់ចេះពីក្រៅមកព្រោះគាត់អត់បានរៀនណា Word គឺជាកន្លែងដែលយើងបង្កើតជា script ជា text ជា letter អីផ្សេងយើងអាចធ្វើ CV ធ្វើអីផ្សេងដែរវាចាំបាច់ទេមិនមែនមិនចាំបាច់ទេវាជារឿងចាំបាច់អញ្ចឹងសរុបសេចក្តីមកខ្ញុំ insist ខ្ញុំទទូចថាបងប្អូនគួរតែរៀនកុំចោលវាណាយើងត្រូវរៀនអាពីតូចហ្នឹងមិនយើងចេះអាធំបើយើងអត់ start អាពីតូចផងយើងទៅធ្វើអាធំហ្នឹងណាខ្ញុំនិយាយមែនតើខ្ញុំសម្ភាសក្មេងៗចង់95%ទៅគាត់ខ្សោយពួកអាអស់ហ្នឹងក្មេងក្រោយជាពិសេសអ្នកខ្លះរៀនចប់បញ្ញាបត្រហើយលេងខ្ញុំឲ្យធ្វើ report ខ្ញុំភ្ញាក់ព្រឹនគាត់ខាងវិស័យហើយគាត់ទៅសេអាសិញពីអង់គ្លេសចេញជាខ្មែរឲ្យគាត់ធ្វើ report ឲ្យខ្ញុំផ្ទះក្បាលហ្មងថាអូព្រះជាម្ចាស់ប៉ុន្តែគាត់ជាក្មេងទៅតស៊ូខ្ញុំមិននិយាយទេព្រោះថាគាត់ធ្វើជាសិញដូចគាត់ចង់និយាយថាខ្ញុំចង់ទៅអញ្ចឹងគឺគាត់សេអក្សរអង់គ្លេសអញ្ចឹងថាខ្ញុំខគាត់សេសិញយ៉ាងម៉េចទេខ្ញុំឲ្យយើងអានបានដូចទៅ TOV អញ្ចឹងណាទៅអញ្ចឹងមកខ្ញុំភ្ញាក់ព្រឺថាអូ my goodness ពិតជាមិនធម្មតាហើយគាត់រៀនចប់សិតតែបរិញ្ញាបត្រហើយយើងមិនដឹងថាយើងសម្ភាសគាត់ចេះធ្វើការគាត់ចេះពី technology គាត់ចេះអីផ្សេងតែសួរគាត់ថាឲ្យគាត់ទៅធ្វើ report ឲ្យគាត់ទៅបើក Microsoft Excel គណនាបន្តិចតួច Word ធ្វើ presentation slide ដើម្បីធ្វើ report អីផ្សេងប្រចាំ week ប្រចាំសប្តាហ៍ monthly report weekly report អីផ្សេងគាត់អត់ចេះត្រូវយកពេលខាង team HR នោះទៅបរៀនគាត់ថែមទៀត team top management ណាទៅតនេគឺត្រូវបរៀនគាត់ណាអញ្ចឹងយើងចាប់ដើមគិតឡើងវិញក្មេងៗទាំងឡាយបើសិនជាបងបានមើលYouTube នេះហើយបានសិក្សាពីអ្វីដែលពូដែលបងបានបង្ហាញនៅកន្លែងនេះគឺគួរតែចំណាយពេលតែបន្តិចតាមខ្ញុំដឹងវគ្គខ្លីៗរៀនតែដល់3ខែផងយើងអាចរៀន Microsoft PowerPoint Word Excel ណាបើមានឱកាសយើងរៀនពី Outlook ឬក៏របៀបបង្កើត folder បង្កើត file អីផ្សេងបើសិនជាយើងមិនមែនជាអ្នករៀនបច្ចេកវិទ្យា IT អ្វីដែលខ្ញុំចង់និយាយគឺឲ្យបងប្អូនចេះពី basic របស់វាពីព្រោះ basic ហ្នឹងសំខាន់ណាបើយើងអត់មាន basic ទេយើងទៅធ្វើអីកើតណាហើយយើងទៅធ្វើក្រុមហ៊ុនមួយគេមិនមែនទៅឲ្យយើងកាន់ system គេ24ម៉ោងណាយើងត្រូវចុះទៅបើសិនជាជាងចុះទៅធ្វើឲ្យគេ TAC ណា UAC ថា user acceptance test ផ្សេងធ្វើ report ប្រចាំខែប្រចាំអាទិត្យប្រចាំណារាល់6ខែម្ដងអញ្ចឹងមក semester អញ្ចឹងមកណាគឺយើងត្រូវតែចេះអាហ្នឹងខ្ញុំនិយាយដដែលគឺខ្សោយមែនតើខ្សោយអញ្ចឹងយើងត្រូវការអភិវឌ្ឍវាយើងត្រូវរៀនវាណាគ្មានទៅអ្នកណាសិក្សាដល់កំពូលណា PhD ណា Master ណាអត់ប្រើ Word Excel PowerPoint ទេជឿតែខ្ញុំទៅណាបើបងខ្លាំងពីអាមូលដ្ឋានគ្រឹះទាំងអស់ហ្នឹងហើយយើងទៅអាផ្សេងគឺយើងធ្វើឲ្យខ្លួនយើង relax ស្រួលខ្លួនណា feel peace ឲ្យយើងមានអារម្មណ៍ថាងាយស្រួលនៅពេលដែលមេពឹងពាក់ឲ្យផ្សេងណាហ្នឹងខ្ញុំគិតថាមានប៉ុណ្ណឹងហើយបងប្អូនគួរតែយកគំនិតនេះទៅពិចារណាណាពីព្រោះអ្វីដែលខ្ញុំផ្ដល់នៅកន្លែងនេះគឺនៅក្នុង YouTube Skill and Real នេះគឺទាក់ទងជាមួយវិស័យអប់រំច្រើនហើយនឹងវិស័យទេសចរណាសិតតែទាក់ទងជាមួយនឹងការយល់ដឹងចំណេះបន្តបន្សំដោយសារខ្ញុំមានបទពិសោធន៍ការងារច្រើនចំនួនរហូតដល់ទៅ20ឆ្នាំជាងហើយបើនិយាយទៅផ្នែក sale ហើយនឹងផ្នែកវិស័យ IT នេះណាអញ្ចឹងអ្វីដែលខ្ញុំមានហើយអ្វីដែលខ្ញុំចេះខ្ញុំនឹងជួយចែករំលែកដល់បងប្អូនណា
ពួកខ្ញុំដើរបានមុនខ្ញុំក៏មិនមែនជាមនុស្សពូកែទេខ្ញុំនិយាយទៅដើរប៉ុន្តែវាជាបទពិសោធន៍អ្វីដែលយើងប្រឈមអ្វីដែលយើងធ្លាប់ជួបអញ្ចឹងយើងជួយចែករំលែកគ្នាណាឥឡូវនេះខ្ញុំមកដល់កន្លែងហាត់កីឡាណាកន្លែងខ្ញុំទៅ gym រត់ម៉ាស៊ីនតិចតួចហើយលើកដៃតិចតួចហើយជា take time like 40 minutes 40នាទីពីព្រោះរាល់ថ្ងៃខ្ញុំមួយអាទិត្យខ្ញុំហាត់ប្រាណយ៉ាងហោចណាស់ក៏3ថ្ងៃហើយខ្ញុំ steam sauna ហ្នឹងយ៉ាងហោចណាស់មួយថ្ងៃឬក៏2ថ្ងៃពីព្រោះសុខភាពគឺជាធម្មពលសុខភាពគឺជាទ្រព្យសុខភាពគឺជាអ្វីៗដែលយើងទាមទារឲ្យមានហើយបើសិនបើយើងអត់មានសុខភាពទេយើងធ្វើអត់កើតទេហើយអញ្ចឹងបើសិនជាខ្ញុំអត់មានសុខភាពទេខ្ញុំទៅធ្វើការមិនកើតហើយខ្ញុំមកអង្គុយក្នុងឡានជជែកជាមួយបងប្អូនតាម YouTube នេះមិនកើតណាអញ្ចឹងជាសរុបសេចក្តីមកបងប្អូនគួរតែយកចិត្តទុកដាក់ណានៅអ្វីដែលជាគេហៅថា basic admin basic application general knowledge ទាក់ទងជាមួយ administration control ណាឬក៏ administration application ដែលយើងត្រូវយកវាមកសិក្សារៀនសូត្រដូចជាអ្វីគេដូចខ្ញុំលើកឡើងវិញមាន Microsoft Word Microsoft Excel Microsoft PowerPoint Outlook ផ្សេងយើងចេះបង្កើតអីផ្សេងតិចតួចទេណាទាំងអស់ហ្នឹងហើយដែលជួយឲ្យយើងមានចំណេះទៅធ្វើការកន្លែងណាមួយគឺយើងមានភាពងាយស្រួលណាក្នុងការជួយការងារយើងឲ្យបានលឿនណាហើយដូចជាការ research ផ្សេងអញ្ចឹងសូមអរគុណបងប្អូនយើងសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយទៀតណាបើសិនជាមានសំណួរផ្សេងហើយសូមជួយ subscribe ផងណាពីព្រោះ YouTube នេះខ្ញុំនិយាយពាក្យច្រើនគឺទាក់ទងជាមួយនឹង sales marketing ហើយនឹងវិស័យ IT ណាពីព្រោះខ្ញុំរៀនផ្នែកហ្នឹងខ្ញុំអាចជួយរំលែកខ្លះនៅអ្វីដែលខ្ញុំមានណាហើយនឹងការធ្វើដំណើរផ្សេងការដើរលេងផ្សេងកំសាន្តផ្សេងលក្ខណៈ family លក្ខណៈគ្រួសារលក្ខណៈឯកជនភាពឬក៏មានកិច្ចការផ្សេងខ្ញុំអាចចែកលេខក្នុង YouTube នេះអញ្ចឹងបងប្អូនអាច subscribe ណាចូលរួមជាសមាជិកទៅយើងអាចជជែកគ្នាអាចមានសំណួរផ្សេងសួរខ្ញុំណាហើយក៏ជួយ share ជួយ like ផងអញ្ចឹងខ្ញុំមានប៉ុណ្ណឹងសូមអរគុណអូខេឥឡូវនេះខ្ញុំចេញហាត់ប្រាណហើយចង់ជជែកលេងតិចដោយសារតែតាមផ្លូវណាទាក់ទងជាមួយនឹងជំនាញដែលបងប្អូនអាចសិក្សាបន្ថែមក្នុងពេលបច្ចុប្បន្ននេះដែលយើងអាចងាយស្រួលក្នុងការរកលុយក៏ដូចជាទៀតតាមតនបច្ចេកវិទ្យាបច្ចុប្បន្ននេះគឺទាក់ទង AI គឺជា technology មួយដែលយើងចាំបាច់អាចកែប្រែបានច្រើនសំខាន់បែបនេះទាក់ទងជាមួយ video ទាក់ទងជាមួយ presentation ទាក់ទងជាមួយ blogging ទាក់ទងជាមួយសំណួរចម្លើយផ្សេង application ផ្សេង CV ធ្វើដោយឯកសារផ្សេងគឺយើងបើសិនជាយើងស្វែងរកពី AI ល្អមែនទេណាខ្ញុំចង់បន្ថែមទៅលើ topic ទាំងលើនេះណាអញ្ចឹងបើបងប្អូនមានឱកាសមានពេលគួរតែអង្គុយជាមួយនឹង computer បានច្រើនហើយឆែកស្វែងយល់អំពីរបៀបនៃការប្រើប្រាស់ AI ពីព្រោះ AI បច្ចុប្បន្ននេះទូលំទូលាយពិតជាទូលំទូលាយណាពីព្រោះខ្ញុំបានសិក្សាវាខ្លះវាមានប្រយោជន៍ច្រើនណាអញ្ចឹងក្មេងចំនួន generation ហៅ Z generation នេះណាគឺគួរតែស្វែងយល់អំពីប្រព័ន្ធ AI ឲ្យបានច្រើនពីព្រោះ trend technology អនាគតទៅគឺវា depend ទៅលើ AI ច្រើនបើសិនជាយើងមើលវាទៅលើវិស័យបច្ចេកវិទ្យាបច្ចុប្បន្ននេះគឺដោយសារក្រុមហ៊ុនខ្ញុំជាក្រុមហ៊ុនដែលលក់ spare part ទាក់ទងជាមួយ product enterprise system product ដូចជា server storage ធំណាអញ្ចឹងគឺ product របស់នោះគឺឡើងថ្លៃសឹងនឹង1គុណនឹង5ពីដើមឡើយគឺថ្លៃមកតែ100ឡើងដល់1000អញ្ចឹងទាក់ទងជាពិសេសគឺ RAM ឡើងថ្លៃគឺដោយសារបច្ចុប្បន្ននេះគឺក្រុមហ៊ុន RAM ធំគាត់ព្យាយាមបំពេញ RAM ឲ្យក្រុមហ៊ុនធំៗរបស់ AI ដែលគាត់ត្រូវការ technology គាត់ត្រូវការ rich ណា random access memory គេហៅថា RAM ហ្នឹងគឺត្រូវការច្រើនសម្រាប់ run AI អញ្ចឹងបើយើងសម័យមើលទៅណាពីដើមឡើយយើងមានដូចជា YouTube មាន Facebook ណាមាន Google មាន Alibaba ក៏ត្រូវការ space
ណា production របស់គាត់នេះគឺធំទាក់ទង storage ណាប្រព័ន្ធ system control management ផ្សេងៗរបស់គាត់គឺធំប៉ុន្តែឥឡូវនេះគឺដល់ល្វឹងល្វើយធំធេងនេះគឺប្រព័ន្ធ AI នេះគឺត្រូវការបច្ចេកវិទ្យាបន្ថែមទៀតដើម្បីឲ្យអាច AI នេះគឺគាត់អាចគ្រប់គ្រងរាល់ទិន្នន័យរាល់កិច្ចការផ្សេងៗមួយចំនួនណាដូច្នេះហើយបានជាក្រុមហ៊ុនមួយចំនួនគឺគាត់ជប់ផលិត RAM ទុយលក់សម្រាប់ PC សម្រាប់ server សម្រាប់ storage ផ្សេងៗគាត់ផលិតឲ្យតែទៅក្រុមហ៊ុន AI ពួកមានក្រុមហ៊ុន AI ជាច្រើនគាត់កំពុងតែ generate ប្រព័ន្ធ system AI នេះសម្រាប់ប្រើប្រាស់ទូទាំងពិភពលោក AI នេះអនាគតទៅគឺជំនួសការងារបងដូចជាបានច្រើនអញ្ចឹងពូឬក៏បងនិយាយដដែលបងប្អូនគួរតែរៀនចាប់ផ្ដើមសិក្សាវាពីឥឡូវនេះទៅណាព្រោះ technology ស្រុកគេដើរបានឆ្ងាយណាស់ហើយយើងគួរតែចាប់ផ្ដើម start ពីឥឡូវទៅក្មេងៗដែលមានអាយុចាប់ពីណា15ឆ្នាំដល់25ឆ្នាំគួរតែចាប់ផ្ដើម start ទៅមិនថាតែក្មេងនេះយើងចាស់ក៏អាចរៀនបានប៉ុន្តែ generation របស់យើងនេះគឺវាមិនប្រកួតប្រជែងដោយ generation ក្រោយទៀតទេគាត់ត្រូវតែចេះ technology បានច្រើនណាជាពិសេសគឺដូចខ្ញុំនិយាយពីវីដេអូពីមុនចឹងជាពិសេសការរស់ស៊ីបច្ចុប្បន្នដល់អនាគតគឺ depend លើ social media ច្រើនខ្ញុំមិនដឹងថា technology វាអាច move trend របស់វាទៅបច្ចេកវិទ្យាផ្សេងទៀតក្នុងការធ្វើ marketing ក្នុងការ engage ភ្ជាប់តំណែងទៅអតិថិជនអាចយើងអាចនាំ technology ឬក៏ product របស់យើងទៅអតិថិជនគាត់ស្គាល់ណាដើម្បីបង្ហាញគាត់ក្រៅពីបច្ចុប្បន្ននេះគឺយើងមាន social media ដូចជា Facebook ដូចជា TikTok ដូចជា Telegram ណាមាន application មួយចំនួនទៀតហើយនឹង web based technology មួយចំនួនទៀតដែលយើងអាច bring technology bring product bring solution ណាដល់អតិថិជនរបស់យើងពីដើមឡើយមុនយើងលក់ product មួយគឺដល់តែយើងបើកហាងហើយយើងធ្វើ advertising ដល់យើងដើរចែកខិត្តប័ណ្ណណាតាមខ្នល់តាមអីហ្នឹងតាមអីហ្នឹងហើយយើងចុះទៅជួបអតិថិជនផ្ទាល់តាមហាងដើម្បីចែកleaflet ហៅខិត្តប័ណ្ណជូនអតិថិជនហើយយើងទៅ CA ចុះទៅដល់ក្រុមហ៊ុនគាត់ទៅដើម្បីទៅសាល់ណែនាំ presenting ផ្សេងៗដែរតែបន្ទាប់ពីសម័យ COVID យើងសម័យអតិថិជនមួយក៏ចង់ជួបយើងគឺគាត់ចង់ឲ្យយើងលក្ខណៈ contact ឬក៏ engage ណា interact ជាមួយគាត់នឹងតាមប្រព័ន្ធ social media ដូចជាប្រព័ន្ធ Zoom ឬក៏ប្រព័ន្ធ video call ផ្សេងៗយ៉ាងដែរហើយយើងធ្វើ presentation ទៅគាត់ទៅពេលខ្លះយើងមិនដឹងស្គាល់មុខអតិថិជនផងបច្ចុប្បន្នណាអញ្ចឹងបើយើងងាកមកវិញគឺការរស់ស៊ីក្រុមហ៊ុនតូចៗឬក៏បណ្ដាញ online accessory ផ្សេងៗដូចជាគ្រឿងសម្ភារៈបរិក្ខារក្មេងៗក៏អាវសម្លៀកបំពាក់ស្បែកជើងផ្សេងៗគឺចូលចិត្តប្រើ social media នៅបច្ចុប្បន្នហើយក្នុងទូទៅ social media នេះគឺពីច្រើនបើខ្ញុំនិយាយការពិតទៅពីច្រើនខ្ញុំមិនដឹងថាបងប្អូនដូចខ្ញុំតែខ្ញុំទិញមិនដែលត្រូវចិត្តសោះខ្ញុំឃើញក្នុង live របស់គាត់ការលក់របស់គាត់គឺល្អតែពេលគាត់ញ៉ាំមកវាទៅជាបោះមួយផ្សេងអញ្ចឹងណាអញ្ចឹងតែធ្វើអតិថិជនគាត់ lose trust បាត់បង់ទំនុកចិត្តអញ្ចឹងយើងត្រូវរកវិធីសាស្ត្រផ្សេងៗក្នុងការរកស៊ីប៉ុន្តែអត់អាចជៀសពី social media បានទេពីព្រោះសង្គមនេះគឺ trend របស់វាដូចខ្ញុំនិយាយពីតាមនេះគឺមួយតែចឹងអញ្ចឹងយើងអត់មាន choice ទេ technology វាដែរយើងមើលពីដើមឡើយឡានវាបច្ចេកវិទ្យានេះហៅ futuristic program ផ្សេងៗកម្មវិធីផ្សេងៗនេះមិនសូវមានបានខ្លាំងៗឥឡូវយើងមកមើលបច្ចុប្បន្នយើងនេះតែប្រហែលឆ្នាំដល់20ឆ្នាំដល់10ឆ្នាំដល់ technology គាត់ចេះណាឡានតាម$20000មើលជា option តាមណានៃ cruise control auto parking ណា line sport ផ្សេងៗមើលខ្ញុំមិនចេះឡានទេប៉ុន្តែខ្ញុំបានដឹងខ្លះគឺ technology so much it over than our reachable មានន័យថាយើងពិបាកនឹងទទួលយកវាពីព្រោះដែលយើងប្រើទូរស័ព្ទរងថ្ងៃយើងប្រើមិនអស់កម្មវិធីរបស់វាផងតាមបែបនោះអ្នកខ្លះទាំងខ្ញុំទាំងគេហ្នឹងអញ្ចឹងពេលខ្លះ it overlap វាលើសពីអ្វីដែលយើងយល់ដល់ technology អញ្ចឹង
បងប្អូនគិតមើលបើសិនជាយើងគិតថាទៅ30 40ឆ្នាំទៅមុខទៀតមិនដឹង technology ដល់កម្រិតណាទេព្រោះយើងគិតមើលតែប្រហែល25ឆ្នាំហ្នឹងនិយាយយ៉ាងយូរចុះតាំងពីទូរស័ព្ទយើងនិយាយពីទូរស័ព្ទមកមើលតាំងពីទូរស័ព្ទដែលយើងគាត់តែមានសំឡេងក្រោយមកយើងអាចដាក់រូបថតក្រោយមកយើងមានMP3 មកណាយើងមាន MP3 សັບតែក្រោយមកយើងមានវីដេអូជាការ៉ាអូខេក្រោយមកយើងអាចដាក់ថត live ឯផ្សេង a lot just 25 years 25ឆ្នាំអញ្ចឹងយើងចាំមើលទៅ20 30ឆ្នាំទៀតមើលអាចដឹងបានទេអញ្ចឹងពូបងមានប៉ុណ្ណឹងហើយងាកមកវិញសរុបសេចក្តីមកគឺយើង complete ទាំងអស់គ្នាសិក្សាពីប្រព័ន្ធ AI សិក្សាពីប្រព័ន្ធ technology ហើយនឹង complete រៀនពី admin application administration application general admin Word Excel PowerPoint ណា Outlook ណាការងារបន្តបន្សំទាំងអស់ហ្នឹងហើយដែលជួយឲ្យយើងសម្រួលសម្រាលការងាររបស់យើងអូខេអញ្ចឹងខ្ញុំចិត្តដល់ផ្ទះហើយអរគុណអរគុណសង្ឃឹមថាបងប្អូនជួយ Subscribe វាជាប្រយោជន៍ខ្ញុំនឹងនាំយកព័ត៌មានល្អៗទាក់ទងនឹងបទពិសោធន៍និងអ្វីដែលខ្ញុំមានឲ្យបងប្អូនបានស្ដាប់បានរៀនបានរីកចម្រើនកន្លែងណាដែលល្អយើងយកកន្លែងណាមិនល្អយើងបោះវាចោលទៅអញ្ចឹងអរគុណ